នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងម្នាក់ៗអ្នកប្រហែលជាធ្លាប់បានជួបមនុស្សមួយប្រភេទដែលហាក់ដូចជាមានក្របបែកប្រកបនៅក្នុងខ្លួនជានិច្ចអញ្ចឹងគ្រាន់តែសម្ដីមួយម៉ាត់ដែលស្ដាប់មើលទៅអត់សូវសមរម្យឬក៏ការធ្វើចរាចរណ៍អត់ដឹងឆ្វេងស្ដាំរបស់អ្នកដទៃឬសកម្មភាពតូចតាចមួយដែលមិនទាន់ត្រូវចិត្តគឺគ្រប់គ្រាន់នឹងធ្វើឲ្យពួកគេនឹងផ្ទុះកំហឹងឡើងភ្លាមៗដូចភ្នំភ្លើងអញ្ចឹងយើងច្រើនតែហៅពួកគេថាជាមនុស្សឧស្សាហ៍ខឹងមនុស្សចិត្តក្តៅឬក៏មនុស្សដែលគ្មានភាពអត់ធ្មត់ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ទេថាតើមានអ្វីកើតឡើងដែលពិតប្រាកដនៅពីក្រោយស្បែកមុខដែលកំពុងតែឡើងក្រហមខ្សែភ្នែកដែលពោរពេញទៅដោយការគំរាមកំហែងនិងសម្ដីខ្លាំងៗដែលស្ដាប់ទៅហាក់ដូចជាចង់យកឈ្នះចាញ់ទាំងនោះកំហឹងមិនមែនកើតឡើងដោយគ្មានមូលហេតុនោះទេហើយវាក៏មិនមែនជា DNA ឬក៏ចរិតដែលកែមិនឡើងនោះដែរនៅក្នុងចិត្តវិទ្យាកំហឹងច្រើនតែត្រូវបានគេប្រៀបប្រដូចទៅនឹងកំពូលទឹកកកដែលភាសាបច្ចេកទេសអង់គ្លេសគេហៅថា the anger iceberg ដែលយើងមើលឃើញតែផ្នែកខាងលើដ៏រឹងមាំនិងមុតស្រួចតែប៉ុណ្ណោះប៉ុន្តែនៅពីក្រោមផ្ទៃទឹកដែលយើងមើលមិនឃើញវាអាចជាការឈឺចាប់ដែលមិនទាន់បានព្យាបាលភាពភ័យខ្លាចចំពោះភាពមិនច្បាស់លាស់ការខកបំណងដែលផ្ទួនគ្នាឬអារម្មណ៍ដែលថាខ្លួនឯងមិនត្រូវបានគេផ្ដល់តម្លៃនិងមិនត្រូវបានគេស្ដាប់ឮសម្រាប់មនុស្សខ្លះកំហឹងបានคล้ายទៅជាអាវុធតែមួយគត់ដែលពួកគេប្រើដើម្បីការពារភាពទន់ខ្សោយខាងក្នុងចិត្តប៉ុន្តែជាអកុសលអាវុធនេះច្រើនតែត្រឡប់មកមុតសាច់ឯងបំផ្លាញសុខភាពនិងដុតរំលាយរាល់ទំនាក់ទំនងល្អៗដែលពួកគេចំណាយពេលរាប់ឆ្នាំដើម្បីសាងមកតើអ្នកធ្លាប់មានអារម្មណ៍ថាដឹងខ្លួនហើយថាខឹងតែគ្រប់គ្រងវាមិនបានដែរឬទេតើអ្នកធ្លាប់មានអារម្មណ៍ថាសោកស្ដាយចំពោះសម្ដីដែលបាននិយាយចេញទៅក្នុងពេលផ្ទុះកំហឹងដែរឬទេនៅក្នុងវីដេអូនេះយើងនឹងមិនមកជជែកគ្នាដើម្បីវិនិច្ឆ័យឬក៏បន្ទោសអ្នកដែលឧស្សាហ៍ខឹងនោះទេប៉ុន្តែយើងនឹងមកសិក្សាអំពីយន្តការនៃកំហឹងឲ្យបានស៊ីជម្រៅបំផុតតើហេតុអ្វីបានជាមនុស្សខ្លះមានភ្លើងកំហឹងតិចជាងអ្នកដទៃតើកំហឹងដែលមិនបានគ្រប់គ្រងអាចលួចយកឱកាសមាសក្នុងជីវិតលួចយកក្តីសុខក្នុងគ្រួសារនិងបំផ្លាញអនាគតរបស់អ្នកយ៉ាងដូចម្តេចហើយអ្វីដែលសំខាន់បំផុតនោះតើមានវិធីសាស្ត្រដោះគ្រាប់បែកអ្វីខ្លះដែលអាចជួយឲ្យយើងបដូរពីមនុស្សដែលឆាប់ឆេវឆាវមកជាមនុស្សដែលមានចិត្តស្ងប់ស្ងាត់និងមានម្ចាស់ការលើអារម្មណ៍ខ្លួនឯងវិញបានប្រសិនបើអ្នកចង់ក្លាយជាម្ចាស់លើចិត្តខ្លួនឯងឬចង់យល់ចិត្តមនុស្សជុំវិញខ្លួនឲ្យកាន់តែច្បាស់វីដេអូនេះអាចជាពន្លឺសម្រាប់អ្នកអញ្ចឹងយើងមកដឹងពីចំណុចទី1ដែលជាឫសគល់នៃកំហឹងឬក៏មូលហេតុដែលធ្វើឲ្យភ្នំភ្លើងនឹងផ្ទុះឡើងមនុស្សឧស្សាហ៍ខឹងមិនមែនមានន័យថាគេជាមនុស្សអាក្រក់ដោយសន្តាននោះទេប៉ុន្តែវាអាចមកពីខួរក្បាលផ្នែកអារម្មណ៍របស់គេនឹងមានភាពរសើបឬ sensitive ខ្លាំងពេកចំពោះការរំញោចពីខាងក្រៅប្រសិនបើយើងពិនិត្យមើលឲ្យស៊ីជម្រៅយើងនឹងឃើញថាឫសគល់នៃកំហឹងមានប្រភពមកពីចំណុចសំខាន់មួយចំនួនចំណុចទី1គឺការរំពឹងទុកដែលខ្ពស់ពេកនិងភាពចង់ឲ្យអ្វីល្អឥតខ្ចោះមនុស្សដែលឆាប់ខឹងច្រើនតែមនុស្សដែលមានវិន័យខ្ពស់និងមានផែនការច្បាស់លាស់នៅក្នុងចិត្តនៅពេលដែលអ្នកដទៃធ្វើការងារមិនទាន់ចិត្តឬនៅពេលដែលស្ថានភាពជុំវិញខ្លួនមិនដើរតាមបន្ទាត់ដែលខ្លួនឯងបានគូសទុកគេមានអារម្មណ៍ថាបាត់បង់ការគ្រប់គ្រងកំហឹងនៅទីនេះគឺជាប្រតិកម្មតបដើម្បីព្យាយាមទាញយកការគ្រប់គ្រងនោះមកវិញប៉ុន្តែជាអកុសលវាតែងតែបង្កើតទៅជាលទ្ធផលផ្ទុយទៅវិញចំណុចទី2នោះគឺរបួសផ្លូវចិត្តឬការឈឺចាប់ដែលបង្កប់ទុកសម្រាប់មនុស្សជាច្រើនកំហឹងគឺជាអាវក្រោះប្រសិនបើនៅក្នុងអតីតកាលពួកគេធ្លាប់រងការប្រមាថធ្លាប់ត្រូវបានគេបោះបង់ឬធ្លាប់រស់នៅក្នុងបរិយាកាសដែលមិនមានសុវត្ថិភាពនោះខួរក្បាលរបស់ពួកគេនឹងបង្កើតប្រព័ន្ធការពារខ្លួនមួយយ៉ាងលឿនបំផុតឲ្យតែមានសម្ដីឬកាយវិការណាមួយដែលមើលទៅហាក់ដូចជាមិនផ្ដល់តម្លៃពួកគេនឹងផ្ទុះកំហឹងភ្លាមដើម្បីកុំឲ្យអ្នកដទៃនឹងអាចចូលមកធ្វើបាបអារម្មណ៍ពួកគេបានជាលើកទី2ដូច្នេះរាល់ពេលដែលគេខឹងខ្លាំងតាមពិតទៅគឺវាគឺជាសម្រែកនៃភាពឈឺចាប់ដែលលាក់ទុកនៅខាងក្នុងខ្លួនតែប៉ុណ្ណោះចំណុចទី3គឺភាពនឿយហត់នៃរាងកាយឬក៏វិបត្តិផ្លូវចិត្តយើងមិនអាចបដិសេធបានទេថាសុខភាពរាងកាយមានឥទ្ធិពលផ្ទាល់ទៅលើសុខភាពផ្លូវចិត្តនៅពេលដែលអ្នករស់នៅជាមួយនឹងភាព stress រ៉ាំរ៉ៃសម្រាកមិនគ្រប់គ្រាន់ឬមានបញ្ហាហិរញ្ញវត្ថុ
និងគ្រួសារដែលដោះស្រាយមិនចេញសមត្ថភាពក្នុងការអត់ធ្មត់របស់អ្នកនឹងធ្លាក់ចុះដល់កម្រិត0ក្នុងស្ថានភាពបែបនេះសូម្បីតែរឿងតូចតាចដូចជាការកំពប់ទឹកស៊ុបនៅលើតុក៏អាចคล้ายទៅជាភ្លើងទៀនដែលដុតបញ្ឆេះថុងសាំងនៃកំហឹងដែលពេញព្រៀបក្នុងចិត្តឲ្យផ្ទុះឡើងបានដែរការយល់ពីឫសគល់ទាំងនេះមិនមែនដើម្បីយកមកធ្វើលេសសម្រាប់ដើរខឹងអ្នកដទៃនោះទេប៉ុន្តែគឺដើម្បីឲ្យយើងនឹងស្គាល់ខ្លួនឯងនៅពេលដែលយើងដឹងថាកំហឹងរបស់អ្នកកើតចេញពីភាពនឿយហត់ឬការភ័យខ្លាចនោះអ្នកនឹងចាប់ផ្ដើមមានម្ចាស់ការលើវាអ្នកនឹងឈប់សួរថាហេតុអ្វីបានជាគេធ្វើឲ្យខ្ញុំខឹងហើយងាកមកសួរខ្លួនឯងវិញថាតើមានអ្វីកំពុងកើតឡើងនៅក្នុងចិត្តរបស់ខ្ញុំបានជាខ្ញុំឆាប់ទទួលរងអារម្មណ៍បែបនេះការស្វែងរកឫសគល់ពិតប្រាកដគឺជាជំហានដំបូងបង្អស់ក្នុងការរំលាយឬក៏រំសាយកំហឹងឲ្យคล้ายទៅជាភាពស្ងប់ស្ងាត់បន្ទាប់មកយើងមកដឹងពីចំណុចទី2ផលវិបាកដែលមើលមិនឃើញឬតម្លៃដ៏ថ្លៃដែលត្រូវបង់ខាតសម្រាប់កំហឹងមួយឆាវមនុស្សភាគច្រើនគិតថាកាលណាគេខឹងខ្លាំងសម្លេងខ្លាំងគឺគេមានអំណាចទៅលើអ្នកដទៃប៉ុន្តែការពិតដ៏ឈឺចាប់នោះគឺរាល់ពេលដែលអ្នកផ្ទុះកំហឹងអ្នកកំពុងតែចោះចាញ់ខ្លួនឯងហើយអ្នកកំពុងតែដុតបំផ្លាញឱកាសល្អៗនៅក្នុងជីវិតរបស់អ្នកដោយមិនដឹងខ្លួនផលវិបាកនៃកំហឹងដែលមិនបានគ្រប់គ្រងគឺវាមានឥទ្ធិពលលើសពីការឈ្លោះប្រកែកគ្នាធម្មតាទៅទៀតទីមួយនោះគឺវាបំផ្លាញឱកាសមាសនិងទំនុកចិត្តនៅក្នុងពិភពធុរកិច្ចនិងការងារគ្មានអ្នកវិនិយោគឬដៃគូសហការណាម្នាក់ចង់ប្រគល់គម្រោងធំៗទៅឲ្យមនុស្សដែលគ្រប់គ្រងអារម្មណ៍មិនបាននោះឡើយទោះបីអ្នកពូកែយ៉ាងណាមានចំណេះដឹងខ្ពស់យ៉ាងណាប៉ុន្តែបើចរិតរបស់អ្នកដូចជាគ្រាប់បែកដែលត្រៀមតែនឹងផ្ទុះគ្រប់ពេលគេនឹងមិនហ៊ាននៅក្បែរអ្នកឡើយភាពជោគជ័យចូលចិត្តនៅក្បែរមនុស្សដែលមានភាពចាស់ទុំផ្នែកអារម្មណ៍ឬហៅថា EQ នៅពេលដែលអ្នកខឹងអ្នកបានបង្ហាញឲ្យពិភពលោកឃើញថាអ្នកមិនទាន់អាចធ្វើជាម្ចាស់ខ្លួនឯងបានទេដូច្នេះតើគេអាចទុកចិត្តឲ្យអ្នកទៅធ្វើជាម្ចាស់លើការងារធំៗបានយ៉ាងដូចម្តេចចំណុចទី2នោះគឺវាបំផ្លាញសុខភាពរាងកាយពីខាងក្នុងកំហឹងមិនមែនប៉ះពាល់តែអារម្មណ៍ទេតែវាជាថ្នាំពុលសម្រាប់រាងកាយផងដែរនៅពេលដែលអ្នកខឹងរាងកាយនឹងបញ្ចេញសារធាតុគីមីម្យ៉ាងដែលជាកម្រិតពុលនៅក្នុងខ្លួនក្នុងកម្រិតហួសប្រមាណដែលវានឹងធ្វើឲ្យបេះដូងលោតញាប់សម្ពាធឈាមឡើងខ្ពស់និងធ្វើឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយផងដែរអ្នកដែលឧស្សាហ៍ខឹងងាយនឹងប្រឈមមុខនឹងជំងឺគាំងបេះដូងជំងឺដាច់សរសៃឈាមខួរក្បាលនិងបញ្ហារំលាយអាហាររ៉ាំរ៉ៃការខឹងម្ដងមិនខុសពីការដែលយកកំបិតមកចាក់ខ្លួនឯងបន្តិចម្ដងនោះទេអ្នកអាចនឹងឈ្នះក្នុងការជជែកគ្នាប៉ុន្តែអ្នកកំពុងតែចាញ់ក្នុងការថែរក្សាជីវិតរបស់ខ្លួនឯងចំណុចទី3នោះគឺជារឿងដែលអាណោចអាធមបំផុតគឺភាពឯកានៃការបែកបាក់ទំនាក់ទំនងមនុស្សល្អៗមិត្តភ័ក្តិដែលស្មោះត្រង់ឬសូម្បីតែសមាជិកគ្រួសារដែលស្រឡាញ់អ្នកបំផុតក៏មានដែនកំណត់នៃភាពអត់ធ្មត់របស់ពួកគេដែរកំហឹងប្រៀបដូចជាដែកគោលដែលអ្នកបោះទៅលើរបងឈើទោះបីជាអ្នកដកដែកគោលនោះចេញហើយសុំទោសយ៉ាងណាក៏ដោយក៏ស្នាមរបួសនៅលើសាច់ឈើនោះនៅតែដក់ជាប់ជានិច្ចនៅពេលអ្នកខឹងញឹកញាប់ពេកមនុស្សជុំវិញខ្លួននឹងចាប់ផ្ដើមរស់នៅជាមួយអ្នកដោយភាពភ័យខ្លាចមិនមែនដោយក្តីស្រឡាញ់ទៀតឡើយហើយនៅថ្ងៃណាមួយនៅពេលដែលពួកគេហត់នឿយនឹងការរងសម្ពាធពួកគេនឹងដើរចេញពីអ្នកទៅម្នាក់ម្ដងរហូតដល់សល់តែអ្នកម្នាក់ឯងជាមួយនឹងអំណាចនៃកំហឹងដែលគ្មាននរណាគេចង់ស្ដាប់ចូលឈប់គិតថាការខឹងគឺជាភាពខ្លាំងទៀតទៅតាមពិតទៅការខឹងគឺជាសញ្ញានៃភាពទន់ខ្សោយផ្នែកស្មារតីអ្នកកំពុងបណ្ដោយឲ្យពាក្យសម្ដីរបស់អ្នកដទៃឬស្ថានភាពខាងក្រៅមកធ្វើជាម្ចាស់លើចិត្តរបស់អ្នកតើអ្នកចង់រស់នៅក្នុងជីវិតដែលពោរពេញទៅដោយស្នាមរបួសនិងភាពឯកោឬក៏ចង់រស់នៅក្នុងជីវិតដែលមានសុវត្ថិភាពនិងមានមនុស្សជុំវិញខ្លួនស្រឡាញ់រាប់អានជម្រើសស្ថិតនៅក្នុងដៃរបស់អ្នកប៉ុន្តែត្រូវដឹងថារាល់កំហឹងមួយពេលអាចបន្សល់ទុកនូវការសោកស្ដាយអស់មួយជីវិតឥឡូវយើងចូលមកដល់ចំណុចទី3ដែលមកដឹងអំពីវិធីសាស្ត្រនៃការពន្លត់កំហឹងនិងកសាងសន្តិភាពក្នុងចិត្តឡើងវិញការគ្រប់គ្រងកំហឹងមិនមែនជាការសង្កត់ឬក៏លាក់បាំងអារម្មណ៍នោះទេប៉ុន្តែវាគឺជាសិល្បៈនៃការដោះស្រាយជាមួយនឹងថាមពលអវិជ្ជមានឲ្យមានប្រសិទ្ធភាពប្រសិនបើអ្នកដឹងខ្លួនថាជាមនុស្សឆាប់ឆេវឆាវចូលប្រើប្រាស់បច្ចេកទេសទាំងនេះដើម្បីវឹកហាត់ចិត្តរបស់អ្នកវិធីទី1នោះគឺច្បាប់90វិនាទីអ្នកវិទ្យាសាស្ត្របានរកឃើញថានៅពេលដែលយើងខឹងជាតិគីមីដែលបង្កកំហឹងនឹងហូរចូលទៅក្នុងចរន្តឈាមហើយវានឹងរលាយអស់
ទៅវិញក្នុងរយៈពេលត្រឹមតែ90វិនាទីតែប៉ុណ្ណោះបញ្ហាគឺមនុស្សភាគច្រើនបន្តបន្ថែមអស់ទៅក្នុងភ្លើងកំហឹងនោះដោយការគិតរឿងដដែលឬការជេរប្រមាថឥតឈប់ឈរដែលធ្វើឲ្យកំហឹងនេះកាន់តែឆាបឆេះបន្តរាប់ម៉ោងដូច្នេះនៅពេលដែលអ្នកចាប់ផ្ដើមមានអារម្មណ៍ថាឈាមឡើងដល់កចូលនៅស្ងៀមកុំទាន់និយាយកុំទាន់តបតឬសម្រេចចិត្តអ្វីទាំងអស់ចូលទុកពេលឲ្យសារជាតិគីមីទាំងអស់នោះរលាយឲ្យអស់សិនការនៅស្ងៀមក្នុងពេលខឹងមិនមែនជាភាពកំសាកទេប៉ុន្តែគឺជាការម្ចាស់ការលើខ្លួនឯងដ៏អស្ចារ្យបំផុតវិធីទី2នោះគឺការផ្លាស់ប្ដូរមុំនៃការមើលទៅលើបញ្ហាឬក៏ការសួរសំណួរថ្មីកំហឹងច្រើនតែកើតចេញពីការដែលយើងយល់ថាគេកំពុងតែវាយប្រហារឬគេធ្វើបាបយើងជំនួសឲ្យការសួរខ្លួនឯងថាហេតុអ្វីបានជាគេហ៊ានធ្វើចរិតថោកទាបបែបនេះដាក់ខ្ញុំចូលងាកមកសួរសំណួរដែលពោរពេញទៅដោយក្តីមេត្តាវិញថាតើមានអ្វីកើតឡើងចំពោះគេបានជាគេនិយាយបែបនេះតើគេកំពុងមានសម្ពាធអ្វីខ្លះដែលខ្ញុំមិនទាន់បានដឹងនៅពេលដែលអ្នកបដូរពីការវិនិច្ឆ័យមកជាការចង់ដឹងចង់យល់កំហឹងរបស់អ្នកនឹងរលាយបាត់ភ្លាមព្រោះចិត្តរបស់អ្នកលែងស្ថិតនៅក្នុងរបៀបការពារខ្លួនទៀតហើយប៉ុន្តែវាស្ថិតនៅក្នុងរបៀបយល់ចិត្តទៅវិញវិធីទី3នោះគឺការប្រើប្រាស់ដង្ហើមបែបជាយុទ្ធការនេះគឺជាវិធីដែលងាយស្រួលបំផុតប៉ុន្តែក៏វាមានប្រសិទ្ធភាពបំផុតដែរនៅពេលកំហឹងមកដល់រាងកាយរបស់អ្នកនឹងមានសភាពតឹងណែនចូលដកដង្ហើមចូលឲ្យជ្រៅដល់ពោះហើយដកដង្ហើមចេញឲ្យយឺតបំផុតការធ្វើបែបនេះគឺជាការផ្ដល់សញ្ញាទៅខួរក្បាលថាអ្វីគឺសុវត្ថិភាពហើយមិនបាច់ខឹងអីទេការដកដង្ហើមវែង3ទៅ5ដងនឹងជួយកាត់បន្ថយសម្ពាធឈាមនឹងធ្វើឲ្យចិត្តរបស់អ្នកនឹងចុះត្រជាក់ជាងមុនភ្លាមចូលវឹកហាត់វាឲ្យคล้ายទៅជាទម្លាប់ឲ្យដូចជាការចាប់ហ្វ្រាំងឲ្យចិត្តរបស់អ្នកអញ្ចឹងចុងក្រោយគឺការរៀនលះបង់ភាពចង់ឈ្នះមនុស្សដែលឆាប់ខឹងច្រើនតែចង់ឲ្យអ្វីត្រឹមត្រូវតាមចិត្តខ្លួនឯង 100% ប៉ុន្តែពិភពលោកមិនដែលដើរតាមចិត្តរបស់នរណាម្នាក់ឡើយចូលរៀនទទួលស្គាល់ថាអ្នកមិនអាចគ្រប់គ្រងសម្ដីរបស់អ្នកដទៃបានទេប៉ុន្តែអ្នកអាចគ្រប់គ្រងប្រតិកម្មរបស់ខ្លួនឯងបានការឈ្នះកំហឹងអ្នកដទៃនាំមកនូវសត្រូវប៉ុន្តែការឈ្នះកំហឹងខ្លួនឯងគឺនាំមកនូវសន្តិភាពចូលធ្វើជាមនុស្សដែលត្រជាក់ដូចទឹកទោះបីជាមានអ្នកយកភ្លើងមកដុតក៏ដោយក៏ភ្លើងនោះត្រូវរលត់ទៅវិញនៅពេលដែលមកប៉ះនឹងអ្នកជាចុងក្រោយអ្វីដែលខ្ញុំចង់ផ្ដាំផ្ញើទៅកាន់បងប្អូនទាំងអស់គ្នាគឺកំហឹងប្រៀបដូចជាភ្លើងប្រសិនបើអ្នកមិនចេះគ្រប់គ្រងវាទេវានឹងដុតបំផ្លាញអ្វីៗគ្រប់យ៉ាងដែលអ្នកបានសាងមកពេញមួយជីវិតមិនថាកិត្តិយសការងារឬមនុស្សដែលអ្នកស្រឡាញ់បំផុតនោះឡើយចូលចងចាំថាកំហឹងគឺជាអាស៊ីតដែលអាចបំផ្លាញធុងផ្ទុករបស់វាច្រើនជាងបំផ្លាញអ្វីដែលត្រូវបានចាក់ទៅលើរាល់ពេលដែលអ្នកផ្ទុះកំហឹងខ្លាំងៗដល់អ្នកដទៃអ្នកគឺជាអ្នកដំបូងគេដែលរងការឈឺចាប់និងការខូចខាតខ្លាំងបំផុតភាពខ្លាំងពិតប្រាកដនៅក្នុងជីវិតមិនមែនស្ថិតនៅលើការមានសម្លេងខ្លាំងជាងគេការមានអំណាចជន់ឈ្លីអ្នកដទៃឬការមានសមត្ថភាពតបតឲ្យឈ្នះគេជានិច្ចនោះទេតែផ្ទុយទៅវិញភាពខ្លាំងដែលគួរឲ្យគោរពបំផុតគឺភាពខ្លាំងដែលបង្ហាញចេញតាមរយៈភាពអត់ធ្មត់និងការគ្រប់គ្រងចិត្តខ្លួនឯងនៅចំពោះមុខការខឹងសម្បារការឈ្នះចិត្តខ្លួនឯងត្រឹមតែ1នាទីក្នុងពេលខឹងអាចជួយឲ្យអ្នកជៀសផុតពីការសោកស្ដាយអស់មួយជីវិតកុំឲ្យអារម្មណ៍មួយឆាវមកសរសេរជោគវាសនារបស់អ្នកក្នុងផ្លូវអវិជ្ជមានឡើយជីវិតរបស់មនុស្សយើងម្នាក់ខ្លីណាស់ហេតុអ្វីបានជាយើងត្រូវចំណាយពេលវេលាដ៏មានតម្លៃមកអង្គុយខឹងអង្គុយគុំគួនឬក៏ដុតកម្ដៅខ្លួនឯងដោយសារតែកំហុសអ្នកដទៃទៅវិញចូលរៀនប្រើជីវិតដើម្បីសាងស្នាមញញឹមសាងមិត្តភាពនិងសាងក្តីសុខឲ្យបានច្រើនជាងកំហឹងនៅពេលដែលអ្នកអាចកម្ចាត់កំហឹងចេញពីចិត្តបានអ្នកនឹងមានអារម្មណ៍ថាខ្លួនឯងស្រាលខ្លួនភ្នែករបស់អ្នកនឹងមើលឃើញពិភពលោកកាន់តែស្រស់ស្អាតហើយឱកាសមាសជាច្រើននឹងចាប់ផ្ដើមរត់មករកអ្នកព្រោះអ្នកគឺជាមនុស្សដែលមានថាមពលនៃភាពត្រជាក់ដែលគ្រប់គ្នាប្រាថ្នាចង់នៅក្បែរប្រសិនបើថ្ងៃនេះអ្នកមានអារម្មណ៍ថាចង់ខឹងចូលដកដង្ហើមឲ្យវែងរួចញញឹមដាក់ខ្លួនឯងហើយប្រាប់ថាខ្ញុំគឺជាម្ចាស់លើចិត្តរបស់ខ្ញុំគ្មានអ្វីអាចមកដណ្ដើមយកសន្តិភាពនៅក្នុងចិត្តរបស់ខ្ញុំបានឡើយសូមអរគុណសម្រាប់ការតាមដានស្ដាប់ podcast រៀន Rest នៅក្នុងថ្ងៃនេះសង្ឃឹមថាវីដេអូថ្ងៃនេះនឹងជួយឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលកាន់តែមានភាពចាស់ទុំនិងមានក្តីសុខជាងមុនប្រសិនបើអ្នកស្រឡាញ់មាតិកាបែបនេះសូមកុំភ្លេចចែករំលែកទៅកាន់មនុស្សជុំវិញខ្លួនអ្នកផងជួបគ្នានៅក្នុងអេពីសូតក្រោយជាមួយនឹងការអភិវឌ្ឍចិត្តគំនិតឲ្យកាន់តែរឹងមាំ
សូមឲ្យថ្ងៃនេះជាថ្ងៃដែលមានសន្តិភាពក្នុងចិត្តបំផុតសូមអរគុណសូមជម្រាបលា